នៅក្នុងឆ្នាំ1162នៅតំបន់ភ្នំនៃដែនដីម៉ុងហ្គោលទារកមួយបានចៅកំណើតឡើងទារកដែលពេលធំនឹងក្តីឡើងក្លាយទៅជាមេទ័ពនិងអធិរាជដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោកគឺជិនហ្គីស្ខាននៅពេលដែលជិនហ្គីស្ខានចាត់កំណើតនិងធំនឹងក្តីម៉ុងហ្គោលនៅមិនទាន់ក្លាយទៅជាប្រជាជាតិរួបរวมគ្នាមួយនៅឡើយទេប្រជាជនម៉ុងហ្គោលរស់នៅជាក្រុមកុលសម្ព័ន្ធដែលរស់នៅដាច់ពីគ្នាហើយពេលខ្លះធ្វើសង្គ្រាមរវាងគ្នាឯងទៀតផងចាប់តាំងពីសតវត្សទី7ម៉ុងហ្គោលត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ចិនក្រោមរាជវង្សថាងនិងបន្ទាប់មកទៀតក្រោមការគ្រប់គ្រងរបស់រាជវង្សលាវជិនហ្គីស្ខានដែលឈ្មោះដើមកំណើតថាតេម៉ូឈិនគឺជាកូនប្រុសរបស់មេក្រុមកុលសម្ព័ន្ធមួយនៅក្នុងចំណោមកុលសម្ព័ន្ធជាច្រើនរបស់ម៉ុងហ្គោលនៅពេលដែលតេម៉ូឈិននៅជាក្មេងប្រុសម្នាក់នៅឡើយឪពុករបស់តេម៉ូឈិនត្រូវស្លាប់ដោយសារថ្នាំបំពុលរបស់កុលសម្ព័ន្ធដែលជាគូសត្រូវហើយតេម៉ូឈិនក៏ឡើងកាន់តំណែងជាមេក្រុមកុលសម្ព័ន្ធជំនួសឪពុកកុលសម្ព័ន្ធដែលគេមរតកពីឪពុករបស់តេម៉ូឈិនគ្រាន់តែជាកុលសម្ព័ន្ធតូចនិងទន់ខ្សោយប៉ុណ្ណោះប៉ុន្តែក្រោយមកតេម៉ូឈិនបានពង្រីកកម្លាំងកុលសម្ព័ន្ធរបស់ខ្លួនតាមរយៈការចងសម្ព័ន្ធមិត្តនិងតាមរយៈការធ្វើសង្គ្រាមដណ្ដើមកាន់កាប់កុលសម្ព័ន្ធផ្សេងទៀតនៅក្នុងឆ្នាំ1206តេម៉ូឈិនដែលមានវ័យ44ឆ្នាំបានក្លាយទៅជាមេដឹកនាំម៉ុងហ្គោលដែលរួបរวมគ្នាជាប្រជាជាតិតែមួយគឺចក្រភពម៉ុងហ្គោលតេម៉ូឈិនត្រូវបានគេផ្ដល់ងារថ្មីមួយគឺជិនហ្គីស្ខានដែលមានន័យតាមភាសាម៉ុងហ្គោលថាស្ដេចចក្រវាលក្រោយពីបានបង្រួបបង្រួមកុលសម្ព័ន្ធម៉ុងហ្គោលបង្កើតទៅជាប្រទេសរួបរวมគ្នាមួយហើយជិនហ្គីស្ខានត្រូវប្រឈមមុខនឹងសត្រូវដ៏ធំមួយទៀតគឺចិនដែលស្ថិតនៅប៉ែកខាងត្បូងម៉ុងហ្គោលជិនហ្គីស្ខានដឹងខ្លួនថាចិនដែលធ្លាប់តែត្រួតត្រាម៉ុងហ្គោលរាប់សតវត្សកន្លងមកនោះប្រកាសជានឹងមិនទុកបណ្ដោយឲ្យម៉ុងហ្គោលនៅជាប្រទេសឯករាជ្យមានមេដឹកនាំនិងកងទ័ពខ្លាំងពូកែនៅជាប់ព្រំដែនខ្លួននោះទេឆ្លៀតក្នុងពេលដែលចិនកំពុងធ្លាក់ចុះទុនខ្សោយដោយមានការបែកបាក់ផ្ទៃក្នុងជិនហ្គីស្ខានក៏បានសម្រេចចិត្តធ្វើការវាយលុកទៅលើចិនមុននៅពេលនោះប្រទេសចិនត្រូវបានបែងចែកជាច្រើនបំណែកដោយមាននគរធំ3គឺនគរលាវនៅប៉ែកខាងជើងនគរសៀនៅខាងលិចនិងនគរសុងនៅប៉ែកខាងត្បូងជិនហ្គីស្ខានបាននាំទ័ពម៉ុងហ្គោលប្រមាណជា 50,000 នាក់ឆ្លងព្រំដែនសម្ដៅទៅវាយលុកចូលនគរលាវគឺដែនដីនគរចិនប៉ែកខាងជើងនៅពេលចូលទៅដល់កងទ័ពម៉ុងហ្គោលត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំមួយគឺមហាកំផែងរបស់ចិនក៏ប៉ុន្តែដើម្បីឆ្លងកាត់មហាកំផែងដ៏ធំហិមានេះកងទ័ពជិនហ្គីស្ខានក៏បានរកឃើញវិធីដ៏សាមញ្ញបំផុតមួយគឺដើរវាងមហាកំផែងកងទ័ពជិនហ្គីស្ខានបានធ្វើដំណើរទៅដល់រាជធានីនគរចិនខាងជើងដែលមានទីតាំងនៅមណ្ឌលប៉េកាំងនាពេលបច្ចុប្បន្នក៏ប៉ុន្តែជាថ្មីម្ដងទៀតកងទ័ពម៉ុងហ្គោលត្រូវប្រឈមមុខនឹងកំផែងក្រុងដែលមានកម្ពស់12ម៉ែត្រប្រវែង30គីឡូម៉ែត្រហើយការពារដោយប៉មយាមប្រមាណជា900ខុសពីមហាកំផែងដែលមានផ្លូវអាចដើរវាងបានកងទ័ពជិនហ្គីស្ខានចាំបាច់ត្រូវតែឆ្លងកាត់កំផែងក្រុងប៉េកាំងដោយការប្រយុទ្ធក៏ប៉ុន្តែជិនហ្គីស្ខានមិនបានបើកការវាយប្រហារទៅលើកំផែងក្រុងប៉េកាំងភ្លាមទេផ្ទុយទៅវិញកងទ័ពម៉ុងហ្គោលបានធ្វើការឡោមព័ទ្ធដើម្បីកាត់ផ្តាច់ការផ្លូវនាំស្បៀងចូលក្រុងហើយក្នុងពេលជាមួយគ្នាពួកគេបានសាងសង់ឧបករណ៍សង្គ្រាមធុនធ្ងន់ដើម្បីត្រៀមវាយទម្លុះកំផែងក្រុងនៅក្នុងទីក្រុងប្រជាជននិងកងទ័ពចិនដាច់ស្បៀងហើយខ្លះត្រូវស្លាប់ដោយការអត់ឃ្លានចំណែកនៅខាងក្រៅទីក្រុងវិញទាហានម៉ុងហ្គោលមានស្បៀងហូបហៀឥតខ្វះដោយសារតែការស្ទាក់ចាប់ស្បៀងដែលចិននាំចូលនៅក្នុងរាជធានីនៅក្នុងឆ្នាំ1215កងទ័ពរបស់ជិនហ្គីស្ខានក៏បើកប្រតិបត្តិការវាយលុកទៅលើរាជធានីប៉េកាំងក្រោយពីវាយដណ្ដើមកាន់កាប់ទីក្រុងបានហើយកងទ័ពម៉ុងហ្គោលបានដុតកំទេចផ្ទះសម្បែងនិងសម្លាប់រង្គាលប្រជាជនស្ទើរតែអស់គ្មានសល់ដែនដីជើងខាងជើងក៏ត្រូវបានធ្លាក់ក្រោមការត្រួតត្រារបស់ចក្រភពម៉ុងហ្គោលបន្ទាប់ពីវាយកាន់កាប់ចិនខាងជើងបានសម្រេចហើយជិនហ្គីស្ខានបានងាកសម្លឹងទៅខាងលិចវិញម្ដងគឺចក្រភពប៉ែកក៏ប៉ុន្តែជាមួយប៉ែកជិនហ្គីស្ខានមិនមានបំណងចង់ធ្វើសង្គ្រាមនោះទេប៉ុន្តែចង់ធ្វើជំនួញជិនហ្គីស្ខានក៏បានបញ្ជូនមន្ត្រីទូតរបស់ខ្លួនឲ្យទៅជួបអធិរាជប៉ែកដើម្បីចរចាបង្កើតទំនាក់ទំនងពាណិជ្ជកម្មនឹងគ្នា
នៅពេលកណ្ដាលឆ្នាំ1218 អ្នកនាំសារម្នាក់បាននាំកញ្ចប់មួយពីអាណាចក្រពាក់បញ្ជូនទៅឲ្យជិនហ្គីសខានកញ្ចប់ដែលនាំទៅរកការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោកគឺនៅក្នុងកញ្ចប់នោះគឺក្បាលមន្ត្រីទូតម៉ុងហ្គោលដែលជិនហ្គីសខានបញ្ជូនទៅឲ្យជួបអធិរាជពាក់ជិនហ្គីសខានផ្ទុះកំហឹងក៏បានប្រមូលទ័ពប្រមាណជា 20,000 នាក់វាយលុកចូលឈ្លានពានអាណាចក្រពាក់ដោយបានដាក់បញ្ជាថាអ្នកណាដែលសុខចិត្តដាក់អាវុធចុះចាញ់ត្រូវតែទុកឲ្យរស់ចំណែកឯក្រុមណាឬទីក្រុងណាដែលមិនចុះចាញ់ត្រូវតែសម្លាប់និងដុតកំទេចឲ្យរាបដល់ដីបំណងចង់ធ្វើចំនួនប្រែក្លាយទៅជាកំហឹងចង់ធ្វើសង្គ្រាមកងទ័ពរបស់ជិនហ្គីសខានបានវាយដណ្ដើមកាន់កាប់អាណាចក្រពាក់ទាំងមូលនៅក្នុងឆ្នាំ1220ប្រជាជនពាក់ប្រមាណជា1លាននាក់ទាំងប្រុសទាំងស្រីទាំងចាស់ទាំងក្មេងត្រូវស្លាប់បាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះក្រោយពីបានវាយកាន់កាប់អាណាចក្រពាក់បានសម្រេចហើយជិនហ្គីសខានក៏បានដឹកនាំកងទ័ពមួយផ្នែកធំត្រឡប់ទៅម៉ុងហ្គោលវិញដោយនៅតាមផ្លូវបានឆ្លៀតវាយដណ្ដើមយកអាហ្វហ្គានីស្ថាននៅប៉ែកខាងជើងឥណ្ឌាដោយកងទ័ពមួយផ្នែកតូចទៀតដែលមានគ្នាប្រមាណជា 20,000 នាក់ត្រូវបានជិនហ្គីសខានបានបញ្ជូនឲ្យធ្វើការវាយលុកសម្ដៅទៅទិសខាងលិចដើម្បីជាការពិសោធន៍មើលថាតើពួកគេអាចវាយលុកទៅដល់ត្រឹមណាទើបមានអ្នកអាចចេញមុខមករារាំងបញ្ឈប់អំណើរបស់ពួកគេបានក៏ប៉ុន្តែកងទ័ពមួយក្រុមនេះវាយលុកចូលរហូតដល់ព្រំដែនអឺរ៉ុបខាងកើតដោយមិនមានអ្នកណាអាចរារាំងបាននៅក្នុងឆ្នាំ1226ភ្លាមក្រោយពីការវិលត្រឡប់មកពីប្រតិបត្តិការយោធានៅពាក់ជិនហ្គីសខានបាននាំកងទ័ពចូលឈ្លានពានទៅលើទឹកដីចិនដែលនៅសេសសល់ពីការឈ្លានពានលើកមុនក៏ប៉ុន្តែនៅខែសីហាឆ្នាំ1227នៅក្នុងពេលដែលកងទ័ពម៉ុងហ្គោលកំពុងតែវាយលុកទៅលើរាជធានីរបស់នគរសៀនៅដែនដីប៉ែកខាងលិចប្រទេសចិនជិនហ្គីសខានក៏ស្រាប់តែចូលទីវង្គតនៅក្នុងវ័យ65ឆ្នាំរហូតមកទល់នេះពេលបច្ចុប្បន្ននេះអ្នកប្រវត្តិសាស្ត្រនៅតែមិនទាន់មានការឯកភាពគ្នានៅឡើយអំពីមូលហេតុនៃការស្លាប់របស់ជិនហ្គីសខានខ្លះថាស្លាប់នៅក្នុងសមរភូមិនៅក្នុងពេលប្រយុទ្ធជាមួយនឹងនគរសៀរីឯខ្លះទៀតថាស្លាប់ដោយសារជំងឺឬដោយសារធ្លាក់ពីលើខ្នងសេះអធិរាជជិនហ្គីសខានបានទទួលមរណភាពដោយបន្សល់ទុកនៅកងទ័ពដ៏ខ្លាំងពូកែរាប់សិបម៉ឺននាក់ហើយគិតមកត្រឹមពេលនោះចក្រភពម៉ុងហ្គោលបានកម្មកាប់ទឹកដីដែលនៅលាតសន្ធឹងចាប់តាំងពីមហាសមុទ្រប៉ាស៊ីហ្វិករហូតដល់អឺរ៉ុបខាងកើតទឹកដីចក្រភពម៉ុងហ្គោលមានទំហំធំជាងចក្រភពម៉ាសេថ្វានរបស់អាឡេសាំងលើក្រង់រហូតដល់4 ដងហើយធំជាងចក្រភពរ៉ូមរហូតដល់2 ដងមរណភាពរបស់ជិនហ្គីសខានមិនបានបញ្ចប់ត្រឹមការវាយទីពង្រីកទឹកដីនៃចក្រភពម៉ុងហ្គោលនោះទេអូហ្គេដឺខានដែលជាកូនប្រុសទី3របស់ជិនហ្គីសខានដែលឡើងស្លងតំណែងជាអធិរាជបន្តពីឪពុកព្រមទាំងអធិរាជជំនាន់ក្រោយៗមកទៀតបានបន្តធ្វើសង្គ្រាមវាយទីពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោលរហូតកើនឡើងទ្វេដងលើពីសម័យកាលអធិរាជជិនហ្គីសខាន